បងប្អូនដឹងទេថានៅក្នុងយុគសម័យនេះអ្នកគេក៏ចេះសំលុយដែរគ្រាន់តែអ្នកខ្លះទៅគាត់សំដើម្បីគ្រាមអាសន្នអ្នកខ្លះទៅក៏គាត់សំដើម្បីសុវត្ថិភាពអ្នកខ្លះទៀតក៏គាត់សំដើម្បីសន្តិភាពផ្លូវចិត្តប៉ុន្តែมันប្រកាសថាការសំតែមួយយ៉ាងអាចជួយឲ្យយើងរីកចម្រើនបានទេនៅពេលដែលលុយរបស់យើងទុកតែមួយកន្លែងវាកម្រនឹងកើនឡើងណាស់គ្រាន់តែថាសុវត្ថិភាពនិងងាយស្រួលក្នុងការគ្រប់គ្រងប៉ុន្តែយូរៗទៅអតិផរណាតែតែកើនឡើងការចំណាយថ្លៃជាងមុនធ្វើឲ្យតម្លៃនៃលុយដែលយើងបានទុកនោះធ្លាក់ចុះបន្តិចម្ដងចុះបើចង់ឲ្យលុយកើនឡើងជាងមុនតើយើងត្រូវធ្វើតាមរបៀបណានេះគឺជាភាពខុសគ្នាមានន័យថាយកលុយរបស់លោកអ្នកចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុដើម្បីឲ្យវាកើនឡើងតាមរយៈការវិនិយោគដែលមានការគ្រប់គ្រងត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈនិងយុទ្ធសាស្ត្រសម្បូរបែបដូចជា BAF អញ្ចឹងគណៈដែលការសន្សំអាចធានាបាននូវតម្រូវការរបស់អ្នកប៉ុន្តែបើយើងយកមួយផ្នែកតូចពីការសន្សំរបស់លោកអ្នកដើម្បីធ្វើការវិនិយោគទៅក្នុងចំណែកណាមួយវាពិតជាអាចជួយឲ្យយើងរីកចម្រើនបានល្អប្រសើរនាពេលអនាគតគោលបំណងរបស់យើងគឺមិនឲ្យលុយនៅតែមួយកន្លែងនោះទេប៉ុន្តែត្រូវធ្វើយ៉ាងណាដើម្បីឲ្យលុយរបស់យើងកើនឡើងដូច្នេះខ្ញុំគិតថា BAF អាចជួយលោកអ្នកបានប្រសិនបើលោកអ្នកចាប់អារម្មណ៍លោកអ្នកអាច scan QR ចូលទៅកាន់បណ្ដាញសង្គមផ្លូវការរបស់យើងខ្ញុំហើយផ្ញើសារមកកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំមួយណាក៏បានលោកអ្នកគ្រាន់តែស្វែងរកឈ្មោះបានចរន្ត Asset Management Cambodia PLC ឬតាក់ទងមកពួកយើងដោយផ្ទាល់តាមរយៈទូរស័ព្ទជួបគ្នានៅពេលក្រោយសូមអរគុណបាយបាយ